គ្រប់ជំរាបសួរខ្ញុំបាទឈ្មោះ Perlito សួស្តីទាំងអស់គ្នាខ្ញុំឈ្មោះតែនលក្ខណាបាទជំរាបសួរក្នុងរយៈពេល10ឆ្នាំនេះក្រុមជំនុំប៉ោយប៉ែតរបស់យើងពិតជាមានទំនាក់ទំនងល្អហើយនឹងអនុស្សាវរីយ៍ច្រើនជាមួយនឹងអង្គការវាយវាមហើយអ្វីដែលមានន័យបំផុតគឺខ្ញុំគិតថារបៀបដែលវាយវាមដឹកនាំវាស្តៀងច្រើនជាមួយនឹងរបៀបដែលក្រុមជំនុំជីវិតថ្មីដឹកនាំគឺយើងឈោងចាប់យុវជនហើយយើងជឿថាយុវជនជាតំពាំងស្នងរិស័យហើយពួកគាត់នឹងក្លាយទៅជាអ្នកដឹកនាំចំនួនបន្ទាប់ឃើញថាយើងមានទំនាក់ទំនងល្អទាំងជាមួយនឹងអ្នកដឹកនាំរបស់អង្គការវាយវាមហើយជាពិសេសទៀតយើងថាក្មេងៗជនយុវនារីគាត់រីកចម្រើនបន្ទាប់ពីគាត់បានរៀន DTS គាត់បានមកចូលរួមបម្រើជាមួយនឹងក្រុមជំនុំរបស់យើងថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងពិតជាមានចំណងមិត្តភាពល្អជាមួយគ្នាយើងជួយគ្នាទៅវិញទៅមកគាំទ្រគ្នាទៅវិញទៅមកក៏អរគុណសម្រាប់អង្គការវាយវាមដែលតែងតែបញ្ជូនគ្រូដែលជាជនជាតិបរទេសមកជួយនៅថ្នាក់ភាសាអង់គ្លេសរបស់យើងដែរចំពោះអង្គការវាយវាមគឺជាអង្គការមួយជាដៃគូជាមួយសាលារៀនមេឃនួន Norway ក៏ដូចជាមជ្ឈមណ្ឌលអន្តរជាតិ Norway ហើយអ្វីដែលយើងមានការចាប់អារម្មណ៍ដោយសារគោលដៅរបស់យើងដូចគ្នាដោយសារយើងគោលដៅគឺដើម្បីអប់រំហើយកន្លងមកនេះយើងសហការគ្នាដើម្បីជួយដល់កុមារក៏ដូចជាយុវជនក្នុងវិស័យអប់រំកន្លងមកនេះចាចំណាប់អារម្មណ៍របស់ខ្ញុំរយៈពេល10ឆ្នាំដែលយើងជាដៃគូសហការជាមួយអង្គការវាយវាមខ្ញុំក៏សម្គាល់ឃើញថាបន្ទាប់ពីយើងសហការជាមួយអង្គការគឺអង្គការគាត់តែងតែបញ្ជូនគ្រូស្ម័គ្រចិត្តមកចូលរួមបង្រៀនដល់សិស្សានុសិស្សនៅសាលារៀនរាល់ពេលក្រុមគ្រូស្ម័គ្រចិត្តគាត់សិតតែជាគ្រូបរទេសចំណុចចិត្តសាស្ត្រវាជាឱកាសមួយដែលពេលវេលាមួយដែលអាចផ្ដល់ឱកាសឲ្យដល់សិស្សានុសិស្សរបស់យើងគាត់អាចរៀនជាមួយគ្រូបរទេសហើយយើងឃើញថាបន្ទាប់ពីគាត់សិក្សាជាមួយគ្រូបរទេសគាត់មានភាពជឿជាក់នៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូនៅសាលារៀនមេហួរក៏ដូចជាម្ចាស់មណ្ឌល NIC ហើយជាពិសេសសូមអរគុណដល់គ្រូស្ម័គ្រចិត្តនៅអង្គការវាយវាមដែលគាត់បានចូលរួមស្ម័គ្រចិត្តបង្រៀនដល់សិស្សានុសិស្សរបស់យើងហើយលោកគ្រូអ្នកគ្រូទាំងពីរទាំងសងខាងគាត់តែងតែសហការគ្នាល្អតំណែងគ្នាល្អហើយគាត់តែងតែចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកដូចជាកន្លងមកខាងសាលារៀនតែងតែបង្រៀនភាសាខ្មែរទៅដល់លោកគ្រូអ្នកគ្រូដែលជាគ្រូស្ម័គ្រចិត្តហើយខាងអង្គការវាយវាមគាត់តែងតែបញ្ជូនគ្រូស្ម័គ្រចិត្តមកបង្ហាត់បង្រៀនភាសាអង់គ្លេសទៅដល់សិស្សានុសិស្សរបស់យើងហើយដោយអំបញ្ញមិញនេះលោកគ្រូសិដ្ឋាគាត់មានប្រសាសន៍ថារយៈពេល10ឆ្នាំសម្រាប់យើងគិតថាវាគួរឲ្យលឿនក្នុងរយៈពេល10ឆ្នាំប៉ុន្តែយើងគិតថាយើងនៅមានអ្វីជាច្រើនដែលយើងនឹងបន្តទៅជាមួយគ្នាតទៅមុខទៀតចំណុចដែលខ្ញុំចង់ថែមបន្តិចទៀតចង់និយាយថាអ្វីដែលជាចំណុចដែលខ្ញុំបានរៀនសូត្រពីអង្គការវាយវាមយើងឃើញថាគាត់មានចំណុចពិសេសគឺគាត់អាចហាត់បង្រៀនមានលក្ខណៈបន្តវេនពីមួយចំនួនទៅមួយចំនួនដោយអ្នកគ្រូបានមានប្រសាសន៍អញ្ចឹងពីចំនួនមួយលោកយូរ៉ាឥឡូវនេះដល់ពីចំនួនបន្តហើយចុងក្រោយនេះឃើញថាដល់លោកលីវ៉ាយនេះជាចំណុចមួយដែលយើងកោតសរសើរមានន័យថាទោះបីថ្នាក់ដឹកនាំចាស់គាត់បានផ្លាស់ប្ដូរក៏ដោយក៏និរន្តរភាពនៃអង្គការបន្តរហូតនេះជាចំណុចដែលយើងគួរកោតសរសើរនិងរៀនសូត្រពីខាងអង្គការបាទអរគុណក្រុមវាយវាមប៉ោយប៉ែតតបសាទរបាទអញ្ចឹងខ្ញុំសូមអធិដ្ឋានថាព្រះម្ចាស់នឹងប្រទានពរថែមទៀតដើម្បីនឹងនាំការផ្លាស់ប្ដូរតាមសហគមន៍នីមួយៗដែលព្រះម្ចាស់បានត្រាស់ហៅអ្នកទាំងអស់គ្នាអញ្ចឹងសូមអរគុណសម្រាប់អ្នកដឹកនាំផងដែរនិងព្រមទាំងបុគ្គលិកការបញ្ញាចិត្តដ៏ខ្ពស់ទំនួលខុសត្រូវខ្ពស់មែនទែនដើម្បីនឹងជួយបណ្ដុះបណ្ដាលក្រុមយុវជននៅឯទីក្រុងប៉ោយប៉ែតហើយដូចនៅប្រទេសខ្មែរទាំងមូលសូមព្រះប្រទានពរដល់លោកអ្នកទាំងអស់គ្នា Let's continue to fulfill the Great Commission make him known to every nation Hallelujah សូមព្រះប្រទានពរ